ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបយកខ្វាន់កាន់តែច្រើនបើយើងខ្ជិលលេងហ្គេមឬក៏មើលផ្សាយចំណេះកម្មយើងអាចធ្វើវិធីបែបនេះបានជាដំបូងយើងចូលទៅកាន់ app នេះមកបន្តមកស្គាល់ចូលមកខំដើម្បីរកពាក្យ setting ពេលយើងឃើញពាក្យ setting ហើយយើងចុចចូលមកបន្តមកស្គាល់ចូលមកខំទៀតដើម្បីរកពាក្យ sponsor video ពេលយើងឃើញពាក្យ sponsor ហើយយើងចុចចូលមកហើយមានអីបាក់ទេគ្រាន់តែយើងconnect មួយ TikTok ពេលយើង connect រួចយើងនឹងឃើញបែបនេះហើយយើងត្រូវផុសវីដេអូតាក់ទងពី object នេះទៅបើយើងផុសទៅវីដេអូយើងល្អយើងបានខនកាន់តែច្រើនដូចគ្នាពេលដែលយើងផុសរួចយើងគ្រាន់តែ copy link អាវីដេអូយើងផុសហ្នឹងទៅយើងផាសចូលក្នុងកន្លែងហ្នឹងមកដូចជាកន្លែងវីដេអូគេ URL ហ្នឹងមកយើងគ្រាន់ផាសទៅវានឹង submit វីដេអូយើងចូលទៅក្នុង app ហ្នឹងហើយគេនឹងរងចាំពី3ថ្ងៃទៅវានឹងបានខ្វាន់ហើយអញ្ចឹងយើងចូលទៅកាន់ TikTok មកដើម្បី copy link ចូលទៅក្នុង app នេះអញ្ចឹងខ្ញុំជ្រើសរើសវីដេអូនេះយើងផុសវីដេអូតាក់ទងពី app នេះមកចឹងយើងគ្រាន់តែចុចអាកន្លែងនេះគេអាចចុច3នោះនៅក្រោមហ្នឹងមកយើងចុចចូលចឹងមកបន្ទាប់មកពេលយើងចុចហើយវានឹងចេញអាកន្លែង copy link ហ្នឹងយើងចុច copy link មកវានឹងចេញរួចរាល់ចឹងហើយបន្ទាប់មកចូលទៅកាន់ app នេះយើងវិញមកយើងចុចកន្លែង sponsor video បន្ទាប់មកយើងចុចកន្លែង TikTok ហើយយើងចុច submit video ដែលយើងបាន copy link ហ្នឹងទៅយើង submit ចូលទៅពេលយើង submit រួចរាល់ហើយវានឹងចេញបែបនេះពេលដែលចេញបែបនេះមានន័យថាវីដេអូយើងបាន submit រួចរាល់ហើយក្នុងមួយថ្ងៃយើង submit បានតែម្ដងទេហើយវីដេអូដែលយើង submit រួចរាល់ហ្នឹងយើងត្រូវចាំ1ទៅ2ថ្ងៃបានយើងទទួលបានខ្វាន់ចូលទៅក្នុង account របស់យើងហើយបើវីដេអូយើងល្អទៀតចឹងទៅយើងទទួលបាន 1000 ខ្វាន់ឬក៏13000 ខ្វាន់ចឹងទៅបើវីដេអូយើងល្អធ្វើពីតាក់ទងពី object នេះចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀត